គ្រប់ជ្រាបសួរបងដុកទ័រហើយនិងបងស្រីដែលចាស់កម្មវិធីបាទវាកាន់តែឆ្លុះបង្ហាញឲ្យឃើញថាធម៌ទាំងឡាយមានហេតុទើបកើតឡើងបាទអឺខណៈនេះក៏ជាធម៌ដែលកំពុងប្រព្រឹត្តទៅដែលជាសច្ចធម៌ទៀតនៅក្នុងបំណងវាជាកុសលឆន្ទៈផងវាអាចអឺបំណងញាតិទីស្រឡាញ់នោះផងបើបំណងឲ្យអ្នកដតីនឹងបានស្ដាប់ធម៌ដោយកុសលឆន្ទៈតែម្យ៉ាងវាអត់ខូចចិត្តទេតែគេមិនមកអញ្ចឹងណាបាទប៉ុន្តែបើសិនជាបំណងហ្នឹងវារួមផ្សំជាមួយលោភៈផងអាហ្នឹងវាទៅជាអន់ចិត្តខំរៀបខំអីចេះចោះអញ្ចឹងទៅហ្នឹងក៏ជាការពិតដែរយើងមិនអាចទៅហាមវាបានទេតិចច្រើននេះគង់តែរៀងមិនសូវសុបាយចិត្តបន្តិចទេអឺវាមិនដូចហៅឲ្យគេមកទេមែនទេចិត្តហ្នឹងវាចឹងសិទ្ធិការពិតទាំងអស់បើហៅទៅគេមកអានោះវាសំបំណងទៅរៀងសុបាយចិត្តបន្តិចដែរហ្នឹងហើយហើយណាហៅគេមកវាមិនសូវសុបាយចិត្តបន្តិចដែរអញ្ចឹងយើងវែកញែកធัวកន្លែងហ្នឹងថាមកពីគេមិនមកឬក៏មកពីយើងចង់ឲ្យគេមកអានេះវាអញ្ចឹងហ្នឹងហើយតែកុំទៅបខំចិត្តបើចិត្តវាគិតអញ្ចឹងហើយប៉ុន្តែសំខាន់ដែលយើងរៀនហ្នឹងដឹងថាចិត្តវាល្មិចឃើញទេហ្នឹងហើយអញ្ចឹងបាននៅក្នុងសច្ចធម៌ហ្នឹងដែលព្រះអង្គសម្ដែងវាអត់មានអីមិនពិតទេគឺប្រាថ្នារបស់ណាមិនបានដូចចិត្តការដែលមិនបានដូចចិត្តហ្នឹងក៏វានាំឲ្យថ្នាំងថ្នាក់ចិត្តជាធម្មតាតែអញ្ចឹងហ្នឹងហើយហើយហេតុអីបានបបួលស្ដាប់ធម៌ហ្នឹងយឺតម៉េះម៉េះតែហ្នឹងក៏សំតាមហេតុទៀតសាកមានការប្រគំតន្ត្រី concert ជប់លៀងអីខ្ញុំគិតថាហ្នឹងច្រើនមែនទេច្រើនមានការលើកឡើងសំបីព្រះអានន្ទណាដែលលោកជាអរិយបុគ្គលហើយមានពេលខ្លះលោកឆ្ងល់ដែរលោកឆ្ងល់ពេលដែលបាសក5នាក់ទៅស្ដាប់ធម៌នោះ5នាក់ស្ដាប់ធម៌ហើយព្រះអានន្ទលោកនៅចិត្តនឹងដែរស្ដាប់ទៅព្រោះព្រះអង្គសំដែងមានបទដើមបទកណ្ដាលបទចុងដោយសិលសមាធិបញ្ញាហ្នឹងអានន្ទលោកថាធម៌ព្រះអង្គសំដែងនេះគឺថាពិរោះមិនមែនពិរោះត្រឹមតែតិចទេគឺថាជ្រាបជ្រួតទៅដល់សាច់សរសៃឆ្អឹងរបស់ខ្ញុំព្រះអង្គតាណាដែលមិនកើតបៃតៈមិនមានទេប៉ុន្តែហេតុអីបាសក5នាក់ហ្នឹងមើលឃើញតែម្នាក់គត់ដែលស្ដាប់យកចិត្តទុកដាក់4នាក់ទៀតអត់បានផលអីស្ដាប់ព្រះផ្ទាល់ផងណាហ្នឹងហើយបានព្រះអង្គសួរថាកੰនជានេសេអនន្តៈអ្នកមិនដឹងទេឬថាហេតុដូចម្ដេចនោះខ្ញុំបងអត់ដឹងមិនបានធัวព្រោះម៉ងហើយនឹកស្ដាប់មិនបានអាហ្នឹងកុំថាឡើយដល់អ្នកមិនតន់ស្ដាប់ឲ្យស្ដាប់មិនបានទៀតណាហ្នឹងហើយមកពី5នាក់ហ្នឹងក៏សន្សំមកវាផ្សេងគ្នាម្នាក់ដែលស្ដាប់បានហ្នឹងជាមនុស្សចូលចិត្តពិចារណាហេតុផលតាំងពីយូរមកហើយច្រើនរយជាតិមកហើយគាត់ចូលចិត្តសិក្សារៀនសូត្រចូលចិត្តស្ដាប់ពាក្យទូនមានព្រានប្រដៅរបស់អ្នកប្រាជ្ញបណ្ឌិតអីទោះជាមិនជួបពពុទ្ធហ្នឹងក៏ចូលចិត្តរៀនពាក្យរបស់អ្នកចេះដឹងដែរអញ្ចឹងចូលចិត្តគិតចូលចិត្តពិចារណាអញ្ចឹងសន្សំអាធិធគិតពិចារណាហ្នឹងជាបនិស្ស័យនៃការគិតពិចារណាហ្នឹងតែដល់4អ្នកទៀតហ្នឹងវាអត់បានសមមកវាទៅទេមកអញ្ចឹងមួយនោះធ្លាប់កើតជាពស់ថ្លាន់500ជាតិមួយទៀតហ្នឹងកើតជាស្វា500ជាតិមួយទៀតហ្នឹងសាធ្លាប់ពីមុនមកជាចលែន500ជាតិមួយទៀតកើតមនុស្សដែរតែកើតធ្វើគ្រូទាយ500ជាតិបន្តមកអញ្ចឹងវាអត់ដែលមានទិន្នន័យសម្រាប់គិតណាវាអត់មានផ្ទុកទិន្នន័យសម្រាប់ពិចារណាពាក្យពោលរបស់អ្នកត្រាស់ដឹងហ្នឹងដល់ពេលអឺមកជួបពាក្យអ្នកត្រាស់ដឹងដូចចាក់ទឹកមិនថាលើក្បាលទាបានត្រជាក់ខ្លះណានេះវាអត់ហ្មង
ទទេហ្នឹងហើយដល់ទៅបាសក់ហ្នឹងគាត់ជានិស្សិត500ជាតិមកហើយឃើញទេគាត់ធ្លាប់រៀនធ្លាប់គិតពិចារណាហ្នឹងមកជួបពាក្យដែលព្រះអង្គសម្ដែងលើកពីហេតុផលមកវាត្រូវតាមអាកសែចិត្តគាត់ធ្លាប់គិតហ្នឹងស្ដាប់ទៅវាចូលតែម្ដងមួយទៀតរឿងធម្មសវនវត្ថុហ្នឹងក៏ចឹងដែរសូម្បីតែមនុស្សធ្វើបុណ្យធ្វើទានហើយកុំថាឡើយដល់តែមនុស្សមិនតាន់ធ្វើបុណ្យធ្វើទានមិនតាន់មានសទ្ធាសម័យព្រះហ្នឹងមិនមែនសម័យនេះនៅក្នុងរឿងធម្មសវនវត្ថុអឺធម្មសវនវត្ថុប្រែថារឿងពាក់ព័ន្ធនឹងការស្ដាប់ធម៌អឺពេលព្រឹកចឹងមកប្រគេនចង្ហាន់អីអីមនុស្សអ៊ូអែពេញទៅវត្តហ្នឹងហើយវិខសង្ឃលោកគិតថាអូញាតិញោមមកច្រើនណាស់បរិស័ទមកច្រើនណាស់យប់នេះយើងសំដែងធម៌មួយយប់ទល់ភ្លឺឲ្យពុទ្ធបរិស័ទសប្បាយចិត្តម្ដងយ៉ាងហ្នឹងណាឲ្យសប្បាយចិត្តលោកដាក់វេនគ្នាហើយចាប់ផ្ដើមប្រលប់សំដែងធម៌ហ្នឹងម្ដែងក្រោកទៅបដាចិត្តភ្លឺអស់លីងហ្នឹងហើយអត្ថកថាលោកបញ្ជាក់ថាអ្នកខ្លះហ្នឹងអាស្រ័យនឹងលោភៈក៏ក្រោកចេញទៅលោភៈជាប់ជាពាក់រឿងអីជាប់ជាពាក់រឿងរបស់របរអីក្នុងផ្ទះនោះណាក៏ក្រោកចេញទៅអ្នកខ្លះទៀតក៏អាស្រ័យនឹងឧទ្ធចៈសន្តោសថៃនមិទ្ធៈងុយដេកក៏ក្រោកចេញទៅអ្នកខ្លះទៀតអាស្រ័យនឹងតោសៈក៏ក្រោកចេញទៅថាទាំងទេសអីទេម៉ោងគេដេកគេពួនថាអីចឹងណាតោះចិត្តក្រោកចេញទៅចឹងទៅវិខទាំងឡាយព្រឹកឡើងក៏ប្រជុំគ្នាយីអស្ចារ្យណាស់เนาะយើងខំត្រៀមធัวយ៉ាងល្អដាក់វេងគ្នាថាសំដែងព្រោះហើយស្រាប់តែសំដែងទៅវានៅតែអ្នកសំដែងអ្នកអត់អ្នកស្ដាប់ទៅអស់ទៅវាមានអញ្ចឹងដែរណាសម័យព្រះហើយបានព្រះអង្គមុនមកគាត់ថាអន្តរកថាដូចម្ដេចដែលអ្នកពងនិយាយគ្នាហើយមិនតាន់ចប់តថាគតមកដល់ហ្នឹងបាននិយាយរាយរាប់រឿងហ្នឹងថាពួកខ្ញុំព្រះអង្គស្មានខុសឃើញមកធ្វើបុណ្យធ្វើទានក៏ក្រឹកក៏ក្រែងនឹកថាស្មានតែគេជ្រះថ្លាស្ដាប់ធัวខំដាក់វេងគ្នាសំដែងម្ដេចអស់នឿលីងហើយបានព្រះដមេវភាពព្រះអង្គទ្រង់ត្រាស់ថាមនាលវិខទាំងឡាយវាមិនចម្លែកទេពីព្រោះអីពីព្រោះរតនៈទាំង3ហ្នឹងពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈហ្នឹងក្នុងសង្សារវដ្តនេះយូរកើតឡើងម្ដងអញ្ចឹងកម្រក្រក្រៃនឹងបានលឺអញ្ចឹងណាវាកម្រណាអញ្ចឹងសត្វលោកកម្របានលឺដល់កម្របានលឺវាកម្រនឹងបានសន្សំឧបនិស្ស័យក្នុងថ្នាក់ស្ដាប់ហ្នឹងណាបើរបស់នឹងសម្បូរវាប្រកាសជាលឺញឹកតែលឺញឹកវាមានអ្នកមានឧបនិស្ស័យច្រើនហើយប៉ុន្តែរបស់ហ្នឹងមិនងាយកើតហើយចុះស្អីដែលសម្បូរព្រះអង្គថាដែលសម្បូរគឺដេរិឆានកថាក្នុងលោកយើងហ្នឹងណាផែនដីណាក៏ដោយមានពពុទ្ធក្តីអត់ពពុទ្ធក្តីគឺថាអាសម្បូរហ្នឹងគឺដេរិឆានកថាអានិយាយអត់ប្រយោជន៍ហ្នឹងជួបគ្នាទៅផឹកទៅស៊ីទៅរំទៅជប់លៀងទៅចុងសប្តាហ៍ទៅឯណាកូនប្រមាណហើយរស់ស៊ីអីអាហ្នឹងគឺគេនិយាយថាហ្នឹងអាវាចានៅប្រព័ន្ធកិលេសហ្នឹងវាពេញតែហ្នឹងហើយចឹងហើយបានបើកវគ្គបរៀនអីក៏ដោយសាកបើក workshop វិធីរស់ស៊ីទំនើបចូលរៀនឡើយបងលុយឡើយហ្នឹងណាវាប្រព័ន្ធកិលេសហ៎ព្រោះចង់បានដល់មេគាពធលះអើយលះស្អីពងចង់បានគឺវាផ្ទុយតែបានជាមិនយល់ថាសេចក្តីកើតទុកហ្នឹងមកពីតណ្ហានេះឃើញទេមកពីតណ្ហានេះហ្នឹងហើយគេបរៀនហ្នឹងភាគច្រើនកពូនតណ្ហាហើយដល់សេដ្ឋកិច្ចវាដោនអញ្ចឹងទៅឥឡូវសួរថាកើតទុកឬមិនកើតទុកបើចង់បានខ្លាំងហើយវាមិនដូចចិត្តនេះដីលក់មិនដាច់គ្រប់កន្លែងហ្នឹងកើតទុកចំពោះអារបស់ហ្នឹងឯងជាការពិតបាទចឹងពាក្យថាធម្មៈដែលគួរក៏បីពិចារណាហ្នឹងមិនមែននៅតែក្នុងសភៅទេគឺភាពជាក់ស្ដែងដែលវាកើតឡើងគ្រប់ពេលខណៈឮខណៈឃើញសូម្បីខណៈនេះហ្នឹងគឺតែថាកំណត់ដឹងថា
ចិត្តព្រួយបារម្ភឯងខំប្រាប់គ្រូពេទ្យឲ្យមុនលោកម្ចាស់ឲ្យជើញសាមសជាអីចូលរួមសង្ឃឹមថាបានមកអង្គុយស្ដាប់ឥឡូវឯងស្ដាប់តែឯងដូចជាអៀនដល់អាអៀនហ្នឹងទោសៈទៀតណែហ្នឹងហើយអញ្ចឹងហ្នឹងទៅត្រូវយល់ត្រូវយល់ថាអឺអឺអឺជាការប្រព្រឹត្តទៅនៃធម៌ដោយលោកម្ចាស់ក៏ដោយខ្ញុំក៏ដោយដោយគិតថាថ្ងៃនេះគេអញ្ជើញជាមុខជាមាត់ផងសង្ស័យមានមនុស្សច្រើនណាស់ដល់ឃើញតែម្នាក់ស្ដាប់ក៏រៀងអន់ចិត្តបន្តិចទៅអាហ្នឹងធម៌ទៀតទោសៈវាកើតឡើងទៀតឃើញយើងរៀនទៅយើងដឹងមកហ្នឹងហើយធម៌ហ្នឹងអាចកើតបានលោកម្ចាស់កើតអាហ្នឹងផងមិនដឹងនេះខំមុនឯងមកហ្នឹងហើយអញ្ចឹងបានថាអត់មានអ្នកណាដឹងជាងម្ចាស់សម័យខ្លួនទេអញ្ចឹងណាដែលព្រះអង្គត្រាស់ថាសុទ្ធិអសុទ្ធិបច្ចតតាំងបរិសុទ្ធឬមិនបរិសុទ្ធហ្នឹងគឺអាស្រ័យរៀងខ្លួនអត់មានអ្នកណាមកជំរះអ្នកណាឲ្យបរិសុទ្ធបានទេហ្នឹងហើយហើយដូចលោកម្ចាស់គ្រាន់តែថាទោះក្តីសម័យមុនហ្នឹងបន្តិចហ្នឹងប្រហែលជាមានគេរៀបចំពិធីអីរៀងអ៊ូអែបន្តិច4 10 20នាក់អីចឹងណាដល់តែឃើញម្នាក់អញ្ចឹងរៀបតែខឹងហើយលោកម្ចាស់មានសតិតន់ថាអូអានេះធោវាមិនដូចគិតហ្នឹងហើយតែប៉ុណ្ណឹងក៏លោកម្ចាស់កើតកុសលដែរហ្នឹងហើយតែប្រកាន់គឺអន់ហ្នឹងហ្មងអន់ចំមកកន្លែងប្រកាន់ហ្នឹងហ្មងហ្នឹងហើយក៏សរសើរបងអូនស្រីដែរថាម្នាក់ក៏ស្ដាប់ដែរអាហ្នឹងភាពមុះមុតកុសលដោយអត្ថាឆេកថៈដោយអត្ថាស្រួចស្រាវណាដោយអត្ថាសម្រេចបានណាអង់គ្លេសហៅ decisive ខ្ញុំក៏នឹកឃើញបេសកកម្មរបស់ព្រះសម្មាសម្ពុទ្ធដែលហៅពុទ្ធកិច្ចរបស់ព្រះអង្គមានពេលខ្លះព្រះអង្គប្រោះមនុស្សម្នាក់ហ្នឹងក៏ព្រះអង្គទៅដែរព្រោះអីពេលហ្នឹងវាមានតែម្នាក់មែនហើយចង់ឲ្យបានច្រើនអ្នកមិនបើគណៈហ្នឹងវាមានតែម្នាក់តែព្រះអង្គអត់ទាស់ជាមួយនឹងម្នាក់ហ្នឹងឲ្យតែម្នាក់ហ្នឹងស្ដាប់មែនអញ្ចឹងណាហ្នឹងហើយជាពាក្យជាធោជាអាខ្លះប៉ុណ្ណឹងហើយសម្រាប់ក្មួយប្រុសអឺស្ដាប់មិនបានចាំម៉ែបកឲ្យស្ដាប់ថាថ្ងៃនេះជាថ្ងៃកំណើតក្មួយហើយជាធម្មតាគេជប់លៀងអីសបាយអីចឹងតែក្មួយធំឡើងអាចគិតពិចារណាថាថ្ងៃនេះជាថ្ងៃមានតម្លៃសម្រាប់ជីវិតក្មួយដែលបានមកឃើញពិភពលោកនេះហើយมันសំខាន់ថាកំណើតក្មួយកើតមកមានសភាពយ៉ាងណាក្នុងគ្រួសារបែបណាទេក៏ប៉ុន្តែក្មួយមានពេលវេលាដើម្បីអភិវឌ្ឍខ្លួនឯងឲ្យបានល្អអាចសិក្សាកែប្រែខ្សែជីវិតហើយជីវិតដែលរស់នៅបានល្អហ្នឹងគឺថាអាស្រ័យហេតុទាំងពីរគឺដោយសារមានសុខភាពហើយនឹងធនធានសម្រាប់ចិញ្ចឹមជីវិតហើយនឹងការអប់រំផ្លូវចិត្តឲ្យបានល្អហើយកុំភ្លេចពេលដែលក្មួយធំឡើងរៀនចេះនៅវិជ្ជាខាងក្រៅហើយត្រូវដឹងថាវិជ្ជាខាងក្រៅនោះគ្រាន់តែដើម្បីរស់ដើម្បីជីវភាពតែឲ្យសុបាយចិត្តមែនទេនោះមិនតន់ដល់ឡើយទេចង់ឲ្យជីវិតនេះមានសេចក្តីសុខស្ងប់កុំភ្លេចរៀនមេគាពុទ្ធពីព្រោះពុទ្ធគឺជាមគ្គុទេសផ្នែកផ្លូវចិត្តដ៏ល្អចឹងជាពរថ្ងៃកំណើតប៉ុណ្ណឹងហើយក៏ដល់ម៉ោងរបស់យើងដែរសូមគោរពជម្រាបលានមស្ការលាលោកម្ចាស់បាទគ្រូបានបាទកូនមានអីចំក្រោយតិចលោកគ្រូឱកាសលោកម្ចាស់នឹងពីលោកគ្រូបាទខ្ញុំបរោះខ្ញុំបរោះមែនតើមកលោកថ្ងៃនេះបរោះដល់ត្រង់ថាអញ្ចឹងគណៈហ្នឹងចិត្តវាលែងឆ្ងល់ហិតវាចិត្តរឹតតែលែងឆ្ងល់ថាហេតុអីបានក្រម្លេះមកវិធរនឹងក្រយូរកើតម្ដងមិនអញ្ចឹងគ្រូបាទអញ្ចឹងបានតែសត្វលោកក្រក្រៃនឹងការយល់នឹងការស្ដាប់ទៅវាអត់សូវចូលយូរមានមួយគ្រូតែសារគាត់នឹងក្រអញ្ចឹងសូមព្រមជើញមិញលោកគ្រូផ្កាយឆ្កាស់គេយកលើស្មាមិញនឹកដំបូងហ្នឹងដែលយើងមានកម្មវិធីយកវិញលោកគ្រូសំដែងមិញហ្នឹងលោកគ្រូថាពិតព្រះអង្គសំដែងតែម្នាក់អ្នកមាននិស័យបាទអញ្ចឹងដើម្បីអ្នកផ្សេងមិនបានមកប៉ុន្តែមានញោមម្នាក់បាទជ្រះថ្លាក្នុងពធអរគុណបងប្អូនម្ចាស់កម្មវិធីមានអីចុងក្រោយ
ខ្ញុំមានតែការសូមអធិស្ឋានខ្ញុំមានសង្ឃឹមខ្លាំងមែនទែនពេលដែលខ្ញុំរៀបចំកម្មវិធីនេះខ្ញុំសម័យមើលមកពីគ្រប់ក្រុមទាំងអស់ហើយយើងនឹងបានជួបជុំគ្នានៅថ្ងៃនេះតែមួយថ្ងៃមុនស្រាប់តែគេថា cancel ខ្ញុំអត់មានអីត្រូវបដិសេធគេទេបើគេចង់ cancel ខ្ញុំក៏គ្មានអីបដិសេធគេដែរប៉ុន្តែខ្ញុំឃើញថាព្រះធឿននឹងថ្លៃល្អណាស់គ្មានអ្វីដែលធ្វើឲ្យយើងបានរួចផុតពីសេចក្តីទុក្ខផ្លូវចិត្តហើយខ្ញុំគិតថាទោះបីជាគេថា cancel ក៏ដោយខ្ញុំនៅតែព្យាយាមបញ្ជ្រាបព័ត៌មានទៅក្នុងក្រុមថាថ្ងៃនេះម៉ោងប៉ុណ្ណេះនឹងមានព្រះអង្គម្ចាស់សម្ដែងធឿហើយក៏មានលោកគ្រូសានជាដែរប៉ុន្តែធៀបហាក់ដូចជាមិនបានរត់រោគ្នាសោះកន្លែងនេះទោះបីយ៉ាងណាក៏ដោយខ្ញុំនៅតែមានក្តីសង្ឃឹមថាខ្ញុំនឹងបានយល់ប្រធាច្រើនជាងនេះហើយអាចនាំខ្លួនឯងឲ្យបានសុខហើយពួកគាត់នឹងអាចយល់ពីសេចក្តីសុខពិតប្រាកដរបស់ខ្ញុំដែរហើយខ្ញុំសង្ឃឹមថាទោះបីថ្ងៃនេះមិនបានពួកគាត់មកចូលស្ដាប់ក៏ដោយខ្ញុំសង្ឃឹមថាថ្ងៃមកនឹងមានវត្តមានរបស់លោកម្ចាស់និងលោកគ្រូហើយខ្ញុំបានឱកាសបច្ច័យគ្រប់ចង់និមន្តលោកគ្រូនិងលោកម្ចាស់អញ្ជើញលោកគ្រូលោកម្ចាស់លោកគ្រូពេទ្យអីក៏ដោយទៅសម្ដែងធឿននៅខាងស្រុកភូមិខ្ញុំដែលខ្ញុំប៉ងយូរហើយញាតិរបស់ខ្ញុំដែលខ្ញុំដើរខុសគេទោះបីជាខ្ញុំមានជីដូនជីតាធ្លាប់បួសតគ្នាអីក៏ដោយប៉ុន្តែខ្ញុំដឹងក្តីមកគឺការអនុវត្តទាំងព្រះសង្ឃភេទជាព្រះសង្ឃហើយនឹងញាតិមិត្តរបស់ខ្ញុំដែលជាអ្នកជឿនៅពុទ្ធសាសនាខ្ញុំឃើញថាការអនុវត្តគឺផ្ទុយឆ្ងាយមែនទែនខ្ញុំចង់ស្រក់ទឹកភ្នែកមកគ្រាហ្នឹងនៅពេលដែលខ្ញុំឮគាត់និយាយថាអូអីមានគ្រោះបានជាពេលដែលខ្ញុំធ្លាក់ខ្លាំងគេថាខ្ញុំនឹងមានគ្រោះនិយាយកែមិនស្ដាប់គ្រូសាក៏មានបញ្ហាគេថាមកពីខ្ញុំមានគ្រោះខ្ញុំហួសចិត្តហើយពេលដែលយើងនេះខ្ញុំបានយល់នៅពធខ្លះផងហើយគេឲ្យខ្ញុំទៅស្រេចទៅរំដោះគ្រោះអីជាដើមទៅក៏ខ្ញុំបដិសេធទៅខ្ញុំជឿជាក់លើហើយព្រះធឿរបស់ព្រះសម្មាសម្ពុទ្ធទៅក៏ញាតិក៏មិនសប្បាយចិត្តប៉ុន្តែខ្ញុំសង្ឃឹមថាថ្ងៃនេះខ្ញុំបានទោះបីស្ដាប់ម្នាក់ឯងក៏ដោយខ្ញុំសង្ឃឹមថាព្រះអង្គម្ចាស់នឹងមានឱកាសក្រោយបានទៅនិមន្តទៅខាងខ្ញុំហើយខ្ញុំចង់ឲ្យពួកគាត់នឹងចង់នឹងក៏លោភភាពទៀតដែរហ្នឹងហើយមែនតើនៅគិតរៀនខ្លួនឯងសិនបានធូរបំណងល្អនៅតែល្អអញ្ចឹងចុះកាលណាវាទុកជាលេខ2តែរៀនខ្លួនឯងទុកជាលេខ1អញ្ចឹងណាបាទហ្នឹងហើយលោកគ្រូអីនិមន្តអញ្ជើញទៅស្រុកខ្មែរថ្ងៃណាខ្ញុំទៅស្រុកខ្មែរថ្ងៃទី29ទៅដល់ខ្មែរខ្ញុំចង់បានឱកាសបើទោះជាខ្ញុំនៅកូរ៉េក៏ដោយខ្ញុំចង់ឲ្យញាតិរបស់ខ្ញុំនឹងគេរៀបចំអញ្ជើញលោកគ្រូមានឱកាសមកចាំតាក់ទងបងយឹមអ្នករៀបការវិភាគដឹងនៅគ្នាថ្ងៃអត់ទេហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំដល់ម៉ោងមួយទៀតហើយណាអញ្ចឹងសូមនមស្ការលានឹងជម្រាបលាប៉ុណ្ណេះបាទអរគុណច្រើនគ្រូ